ក្នុងនាមម្ចាស់ស្នាដៃសភៅរឿងជីវិតផលិតអតីតកាលដ៏រីករាយថ្ងៃរសៀលក្នុងផ្សារបាទជើងលោកពុកបាទដៃអ្នកម៉ែខ្ញុំសូមថ្លែងអំណរគុណដល់មិត្តអ្នកអានទាំងអស់ជាពិសេសអ្នកដែលតែងតែផ្ដល់នូវសារមតិយោបល់ឬក៏យើងហៅថាសារមិត្តអ្នកអានឬក៏ជាភាសាអង់គ្លេសគេប្រើពាក្យថា comment មានន័យថាបន្ទាប់ពីគាត់អានមកគាត់ក៏ផ្ដល់យោបល់ឬក៏ចំណាប់អារម្មណ៍ទាក់ទងជាមួយសភៅនឹងឯងហើយក្នុងចំណោមសៀវភៅទាំងអស់ដែលខ្ញុំទទួលបានសារគាំទ្រច្រើនជាងគេគឺសៀវភៅរឿងជីវិតផលិតនេះឯងជាសៀវភៅដែលហាក់ដូចជាអន្តងចិត្តយកចិត្តឬក៏ចងបទអ្នកអានឲ្យជាប់ដកចិត្តមិនបានដោយសារអីប្រហែលជាដោយសារតែសាច់រឿងទាំងតួប្រុសតួស្រីឬក៏សាច់រឿងឬក៏ខ្លឹមអត្ថន័យនៅក្នុងរឿងទាំងមូលហ្នឹងវាផ្សារភ្ជាប់ជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃរឿងរ៉ាវជាក់ស្ដែងដែលមនុស្សរស់នៅឬក៏យើងរាប់ថាអានហើយទៅយើងមានអីដែលយើងអាចទទួលបានដែលខ្ញុំតែងតែចាត់ទុកថាវាជាផ្នែកមួយនៃយើងចាត់ទុកថាជាគម្ពីរដែលស្ថិតនៅជាមួយយើងជួយលើកទឹកចិត្តយើងនៅពេលដែលយើងមានអារម្មណ៍ចង់បោះបង់មានអារម្មណ៍ចង់ give up មានអារម្មណ៍ចង់បញ្ឈប់ការសិក្សាឬក៏បញ្ឈប់ការអានសៀវភៅជាដើមក្នុងនាមជាអ្នកនិពន្ធម្នាក់អ្វីដែលសប្បាយចិត្តគឺទទួលបានសារគាំទ្រពីមិត្តអ្នកអានឬក៏មានមិត្តអ្នកអានច្រើនបើទោះបីមិនច្រើនណាស់ណាក៏រាប់ថាជាច្រើនដែរសម្រាប់ខ្ញុំហើយថ្មីនេះខ្ញុំឃើញបងស្រីម្នាក់បងស្រីម៉ាលីនៅក្នុង page ខ្ញុំហៅគាត់អ៊ំខ្ញុំអត់បាន check មើល profile ហើយគាត់បានជាវសម្រាប់ក្រុមសហគមន៍ឬក៏យុវជនតាមសហគមន៍នេះក៏ជាអ្វីដែលខ្ញុំសប្បាយចិត្តដែរដោយសារមែនតើទៅមួយរយៈមុនគាត់ធ្លាប់បានជាម្ដងហើយទៅខាងដូចផ្ញើទៅខាងយុវជននៅសៀមរាបហើយបច្ចុប្បន្ននេះគាត់ថាគាត់ជាយកទៅដាក់នៅសហគមន៍ទៀតដូច្នេះខ្ញុំសប្បាយចិត្តអ្វីដែលខ្ញុំចាំពីគាត់គាត់ធ្លាប់បាននិយាយថាគាត់ធ្លាប់ទិញសៀវភៅផ្សេងៗប៉ុន្តែដោយសារឃើញអក្ខរាវិរុទ្ធខុសច្រើនពេកគាត់ក៏ជប់អានទៅឬក៏គាត់មិនបានចាប់អារម្មណ៍ទេហើយខ្ញុំក៏ប្រាប់គាត់ដែរថាខ្ញុំមិនមែនជាអ្នកអក្សរសាស្ត្រទេដូច្នេះអក្សរនឹងអាចមានខុសដោយប្រការណាមួយតែអ្វីដែលសប្បាយចិត្តនោះក្រោយពេលដែលគាត់ទិញហើយគាត់បានអានហើយគាត់ក៏មកយកមកអានម្ដងទៀតដូច្នេះខ្ញុំសប្បាយចិត្តនៅអ្វីដែលឃើញមានន័យថាប្រហែលជាគាត់ពេញចិត្តនឹងស្នាដៃនឹងហើយឬក៏គាត់យល់អំពីគុណតម្លៃនៃសាច់រឿងនឹងហើយបានជាគាត់នៅតែបន្តជាសៀវភៅខ្ញុំដាក់ទៅសហគមន៍ឬក៏ជូនក្មេងៗអរគុណច្រើន